តែកម្ពុជាយើងទទួលបានអីពីកិច្ចសហប្រតិការមេគង្គឡានឆាងខួបទី10នៃកិច្ចសហប្រតិការមេគង្គឡានឆាងដែលបានផ្ដួចផ្ដើមបង្កើតឡើងតាំងពីឆ្នាំ2016មកមេគង្គឡានឆាងគឺជាកិច្ចសហប្រតិការមួយនៃដងទន្លេដ៏វែងមួយបើយើងគិតទៅដងទន្លេមេគង្គយើងខ្មែរយើងហៅទន្លេមេគង្គប៉ុន្តែនៅភាគខាងលើផ្នែកខ្លះយើងហៅថាឡានឆាងតាមភាសាចិនអញ្ចឹងយើងហៅមេគង្គឡានឆាងនេះមិនមែនមានន័យថាទន្លេពីរផ្សេងគ្នាទេគឺនៅក្នុងខ្សែបណ្ដាញទន្លេតែមួយទេដែលមានប្រភពដើមនៅទីបេប្រទេសចិនគំនិតដូចផ្ដើមកិច្ចសហប្រតិការមេគង្គឡានឆាងនេះគឺជាការបង្កើតរបស់ប្រទេសចិននៅក្នុងគោលដៅរួមមួយសម្រាប់បណ្ដាប្រទេសដែលមានដងទន្លេមេគង្គនិងឡានឆាងនេះតភ្ជាប់គ្នាគឺមានប្រទេសចិនប្រទេសភូមាប្រទេសថៃប្រទេសឡាវកម្ពុជាហើយនិងប្រទេសវៀតណាមដែលមានដងទន្លេនេះហូរកាត់ប្រទេសទាំង6រៀងៗខ្លួនហើយគោលដៅធំបំផុតនៃការបង្កើតកិច្ចសហប្រតិការមេគង្គឡានឆាងនេះនៅក្នុងគោលដៅកិច្ចសហប្រតិការរួមគ្នាតាក់ទងទៅនឹងផ្នែកសេដ្ឋកិច្ចនយោបាយសន្តិសុខហើយនឹងតាក់ទងសង្គមនិងវប្បធម៌កិច្ចសហប្រតិការនេះបង្កើតឲ្យមានសកម្មភាពនិងទំនាក់ទំនងជាច្រើនហើយជាពិសេសគឺការតភ្ជាប់ខ្សែព្រំដែនការតភ្ជាប់នៃបណ្ដាញគមនាគមន៍ការតភ្ជាប់នៃពាណិជ្ជកម្មនិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៅតាមតំបន់នេះរួមមានកិច្ចការសំខាន់ទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចបញ្ហាបរិស្ថានបញ្ហាកសិកម្មបញ្ហាវប្បធម៌ការអប់រំជាពិសេសទាក់ទងទៅនឹងធនធានទឹកតែកម្ពុជាយើងទទួលបានអីពីកិច្ចសហប្រតិការមេគង្គឡានឆាងកន្លងមកយើងទទួលបាននៅគម្រោងច្រើនណាស់ទាក់ទងទៅនឹងមូលធិរបស់កិច្ចសហប្រតិការមេគង្គឡានឆាងដែលផ្ដល់ឲ្យប្រទេសកម្ពុជាតាមរយៈវិស័យដឹកជញ្ជូនការតភ្ជាប់ផ្លូវជាពិសេសទាក់ទងនឹង BRI ដែលជាគំនិតដូចផ្ដើមផ្លូវរបស់ចិនហ្នឹងទី2ការបង្កើតឲ្យមានធនធានទឹកដែលជាចំណុចសំខាន់នៅក្នុងតំបន់ដែលធ្វើឲ្យប្រសើរឡើងវិញនៃជីវភាពរបស់ប្រជាជននៅតាមអាងទន្លេមេគង្គផ្នែកខាងក្រោមតកតងនឹងការគ្រប់គ្រងទឹកក៏តកតងនឹងវិស័យកសិកម្មហើយយើងមានឃើញមានការផ្ដល់របស់ប្រទេសចិនតាមរយៈគម្រោងមេគង្គឡានឆាងហ្នឹងតកតងនឹងការដោះមីននៅកម្ពុជារួមទាំងការជួសជុលប្រាសាទតកតងតំបន់បេតិកភណ្ឌអីផ្សេងៗហ្នឹងចិនបានផ្ដល់ឲ្យការជួសជុលនៅប្រាសាទដែលជាមូលធិរបស់ប្រទេសចិនតាមរយៈគម្រោងមេគង្គឡានឆាងរួមទាំងវិស័យអប់រំនិងទេសចរណ៍មានអារម្មណ៍ថាសប្បាយចិត្តដែលចិនបានកែលម្អបណ្ណាល័យឲ្យសាលាខ្ញុំសប្បាយរីករាយណាស់និងអរគុណដល់ប្រទេសចិនដែលបានឧបត្ថម្ភបណ្ណាល័យមកដល់សាលានាងខ្ញុំដើម្បីឲ្យសិស្សជាច្រើនរៀនកាន់តែពូកែហើយមានចំណេះចេះដឹងច្រើនជាពិសេសយើងឃើញចិនគឺបានចាប់ផ្ដើមតាមរយៈមូលធិមេគង្គឡានឆាងគឺធ្វើរឿងតាក់ទងនឹងប្រព័ន្ធព័ត៌មានคล้ายៗដែលយើងឃើញចេញថ្មីនេះការប្រឆាំងព័ត៌មានคล้ายៗវាជារឿងសំខាន់មួយខ្ញុំយល់ថាកិច្ចសហប្រតិការមេគង្គឡានឆាងនេះគឺជារឿងមួយដែលសំខាន់ដែលយើងរួមគ្នាអភិវឌ្ឍនៅក្នុងតំបន់នេះឲ្យបានប្រសើរឡើងពីព្រោះយើងគឺជាប្រទេសដែលទទួលយកនៅផ្លូវទឹកធម្មជាតិមួយដែលតភ្ជាប់គ្នាតំបន់ដែលយើងក្នុងភាសាចិនគេហៅថាយើងហូបទឹករួមគ្នាហើយយើងបង្កើតវាសនារួមគ្នានៅក្នុងតំបន់ជាពិសេសប្រទេសចិនគាត់ដើរតួនាទីសំខាន់នៅក្នុងការដោះស្រាយបញ្ហាវិបត្តិផ្សេងៗវិបត្តិសេដ្ឋកិច្ចវិបត្តិសង្គមវិបត្តិសង្គ្រាមវិបត្តិព្រំដែនវិបត្តិអីហ្នឹង
ខ្ញុំជឿថាចិននឹងដើរតួនាទីសំខាន់នៅក្នុងការសម្របសម្រួលដោះស្រាយដោយសន្តិវិធី